ខ្ញុំចង់ជម្រាបជូនបន្ថែមទៀតថាស្ក្រាប់ធម្មជាតិនេះសោះកំពុងទៅគឺយើងច្រកតែ3ក្លិនទេបងប្អូនសន្តានយ៉ាងនេះបងប្អូនចាសន្តាននៅជាន់ខាងក្រោមគឺយើងដាក់គេហៅថាពណ៌បៃតងនេះគឺមានបើមានផ្លែឈើចម្រុះរួមបញ្ចូលគ្នាគឺបានរួមបញ្ចូលជាមួយគ្នាអស់ហើយបងប្អូនគ្រាន់តែយកទៅធ្វើឲ្យស្បែកយើងសើមជាមួយនឹងទឹកស្អាតទៅក៏បងប្អូនក៏រួមបញ្ចូលគ្នារួចក៏យកមកអបឬក៏ស្ក្រាប់នៅលើស្បែកសមរុំទៅមិនថាស្បែកខ្លួនយើងស្ក្រាប់ទៅណាហើយស្បែកមុខក៏យើងស្ក្រាប់ខ្លួនរួចហើយយើងយកមកជាមួយមុខទៅតែបើមិនប្រើទេក៏ឲ្យទៅចាខ្ញុំមិនជឿទុកចិត្តឬមិនខាច់ខូចមុខចាបងប្អូនទស្សនាជាបងប្អូនសាកបានបន្តិចទៅណាឬក៏បើមិនទេក៏ឲ្យទៅប្រើជាមួយតែស្បែកខ្លួនទៅខ្ញុំគ្រាន់តែចង់ជម្រាបជូនថាស្ក្រាប់ធម្មជាតិនេះសោះយើងអាចប្រើបានជាមួយនឹងស្បែកមុខបងបានដែរអញ្ចឹងណាជាងនេះទៅទៀតបងប្អូនជន់ដែលកំប៉ុងតូចគឺយើងច្រកតែ3ក្លិនទេគឺមានបន្លៃនិងកាហ្វេគឺ3ក្លិននេះរួមបញ្ចូលគ្នាបងប្អូនគ្រាន់តែករួមទៅគឺយើងប្រើប្រាស់ទៅគឺងាយស្រួលបំផុតស្ក្រាប់ធម្មជាតិនេះសោះបងប្អូនបានគេហៅថាជាផលិតផលសម្រាប់ហើយបងប្អូនមិនចាំបាច់យកទៅលាយអ្វីទៀតទេតែប្រសិនបើលាយបានអត់បានបងប្អូនលាយបាននៅអ្វីដែលបងប្អូនចង់លាយជាងនេះទៅទៀតបងប្អូនហេតុអ្វីខ្ញុំជម្រាបថាមាន4ក្លិនសម្រាប់កំប៉ុងធំបងប្អូនមាន promotion តម្លៃពិសេសមែនទែនទិញនៅលើទីផ្សារតម្លៃធូរបងប្អូនជាពិសេសបងប្អូនដែលយកទៅលក់និងចែកចាយបោះដុំបន្តគឺលក់ដាច់ខ្លាំងហើយលក់បានច្រើនចំណេញបានច្រើនមែនទែនបងប្អូនមាន4ក្លិនណាអត់ខុសពីកំប៉ុងទួយត្រង់ថានេះគឺកំប៉ុងធំនេះកំប៉ុងតូចយើងអាចច្រកបានតែ3ក្លិនទេកំប៉ុងធំយើងអាចច្រកបានដល់ទៅ4ក្លិនមានកំប៉ុងធំមួយទៀតយើងច្រកដល់ទៅ5ក្លិន